ពេលចាប់ផ្ដើមធ្វើពិធីសែនក្បាលទឹកមានរឿងមួយដែលគេមិនសូវហ៊ាននិយាយរឿងនោះកើតឡើងនៅភូមិតូចមួយដែលស្ថិតនៅក្បែរទន្លេកាលពីជាង100ឆ្នាំមុននៅពេលយប់មនុស្សនៅក្នុងភូមិនោះមិនដែលមានអ្នកណាហ៊ានចុះទឹកក្រោយពាក់កណ្ដាលអាធ្រាត្រព្រោះពួកគេជឿថានៅក្បាលទឹកមានអ្នកណាម្នាក់កំពុងរង់ចាំនៅយប់មួយមានបុរសម្នាក់ឈ្មោះវណ្ណាបានចេញទៅរកត្រីយប់នោះមានព្រះច័ន្ទមិនទាន់ពេញវង់អាប់ក្រាស់គ្របដណ្ដប់លើផ្ទៃទឹកវណ្ណាអង្គុយលើទូកហើយបោះសំណាញ់ចុះទៅក្នុងទឹកភ្លាមនោះមានអ្វីមួយប៉ះទូកពីខាងក្រោមវណ្ណាឈប់ដកដង្ហើមគាត់មើលចុះទៅក្នុងទឹកប៉ុន្តែគ្មានឃើញអ្វីសតែសោះប៉ុន្តែបន្ទាប់ពីបន្តិចមានសំឡេងដូចជាមនុស្សកំពុងកោសឈើទូកពីខាងក្រោមវណ្ណាភ័យខ្លាចជាខ្លាំងគាត់កាន់ចង្កៀងហើយបំភ្លឺចុះក្រោមទៅក្នុងទឹកនៅក្រោមទូកគាត់ឃើញសក់វែងខ្មៅមួយក្បាលកំពុងអណ្ដែតវណ្ណាក៏ស្រែកអ្នកណាឆាប់ចេញមកសក់នោះចាប់ផ្ដើមរអិលចេញពីក្រោមទូកហើយបន្តិចម្ដងមានមុខស្ត្រីម្នាក់លេចចេញពីក្នុងទឹកភ្នែករបស់នាងបិទមុខស្លេកស្លាំងនាងមិននិយាយអ្វីទេប៉ុន្តែបបោមាត់របស់នាងចាប់ផ្ដើមញញឹមវណ្ណាផិតភ័យហើយរត់ត្រឡប់ទៅភូមិពេលគាត់ប្រាប់អ្នកភូមិមនុស្សចាស់ម្នាក់បានស្ងាត់មួយសន្ទុះហើយនិយាយថាវាដល់ពេលហើយវណ្ណាសួរពេលអ្វីអ្នកចាស់នោះឆ្លើយពេលដែលយើងត្រូវសែនក្បាលទឹកឡើងវិញមនុស្សចាស់បានប្រាប់ថាកាលជាច្រើនឆ្នាំមុនមានក្មេងស្រីម្នាក់ឈ្មោះសុភារស់នៅក្បែរទន្លេនាងជាកូនស្រីអ្នកនេសាទថ្ងៃមួយទឹកជំនន់ធំបានបោកបក់ចូលភូមិមនុស្សគ្រប់គ្នាគ្រុឌកិច្ចប៉ុន្តែសុភាបាត់ខ្លួននៅក្បាលទឹកគ្មានអ្នកណារកឃើញសពនាងឡើយ3ថ្ងៃក្រោយអ្នកភូមិចាប់ផ្ដើមឮសំឡេងស្រីម្នាក់ហៅឈ្មោះពួកគេនៅក្បែរទន្លេមកជួយខ្ញុំអ្នកណាដែលឮសំឡេងនោះហើយឆ្លើយតបនៅព្រឹកបន្ទាប់គេតែងតែរកមិនឃើញខ្លួនសាកសពរបស់គេឡើយបន្ទាប់មកមនុស្សចាស់បាននាំគ្នាទៅក្បាលទឹកពួកគេរៀបចំម្ហូបផ្លែឈើធូបទៀននិងទឹកស្អាតបន្ទាប់មកមនុស្សចាស់ជាងគេបាននិយាយទៅកាន់ទន្លេយើងមិនបានភ្លេចអ្នកទេពេលធូងចាប់ផ្ដើមឆេះខ្យល់ដែលកំពុងបក់ខ្លាំងស្រាប់តែឈប់ស្ងាត់ទឹកទន្លេក៏ស្ងប់ប៉ុន្តែភ្លាមនោះមានសំឡេងជើងដើរលើទូកដែលចតនៅក្បែរនោះម្នាក់ងាកទៅមើលទូកទទេប៉ុន្តែមានស្នាមជើងសើមចំនួន2កំពុងដើរចេញពីទូកហើយស្នាមជើងនោះដើរត្រង់តម្រង់មកពួកគេមនុស្សចាស់ទាំងអស់បិទភ្នែកហើយនិយាយថាកុំមើលកុំហៅឈ្មោះវាប៉ុន្តែក្មេងប្រុសម្នាក់នៅក្នុងក្រុមបានបើកភ្នែកនៅពីមុខគាត់សុភាកំពុងឈរសម្លៀកបំពាក់របស់នាងសើមជោគទឹកហូរចេញពីសក់នាងងើបមុខហើយនិយាយតែពាក្យមួយម៉ាត់ឆ្នាំក្រោយកុំភ្លេចខ្ញុំចាប់ពីថ្ងៃនោះអ្នកភូមិបានធ្វើពិធីក្បាលទឹកជារៀងរាល់ឆ្នាំគេជឿថាការសែនគឺរំលឹកអ្នកដែលបានបាត់បង់ជីវិតនៅក្នុងទឹកនិងសូមក្តីឲ្យវិញ្ញាណនៅក្បែរទឹកមានសេចក្តីស្ងប់ប៉ុន្តែមានច្បាប់មួយដែលចាស់តែងតែប្រាប់ក្មេងៗកុំយករបស់សែនចេញពីក្បាលទឹកកុំហៅឈ្មោះមនុស្សដែលបាត់ខ្លួនហើយសំខាន់បំផុតកុំងាកក្រោយពេលឮគេហៅឈ្មោះពីក្នុងទឹកហើយរឿងនេះត្រូវបាននិយាយតគ្នាមកជាច្រើនជំនាន់ប៉ុន្តែអ្នកចាស់នៅក្នុងភូមិធ្លាប់និយាយថាអ្នកទាំងអស់គ្នាគិតថាយើងសែនដើម្បីឲ្យវិញ្ញាណស្ងប់គាត់ជប់បន្តិចហើយនិយាយថាតែប្រហែលជាយើងសែនដើម្បីកុំឲ្យវាខឹងដូច្នេះហើយបើថ្ងៃណាមួយអ្នកនៅក្បែរទន្លេនៅពេលយប់ហើយឮសំឡេងមនុស្សម្នាក់ហៅឈ្មោះអ្នកពីក្នុងទឹក
សូមកុំឆ្លើយកុំងាកក្រោយព្រោះប្រហែលជាអ្នកដែលកំពុងហៅអ្នកមិនមែនជាមនុស្សទេហើយនេះគឺជាដើមកំណើតនៃពិធីសែនក្បាលទឹករឿងដែលអ្នកចាស់ៗមិនចង់ឲ្យយើងភ្លេច